លោកគ្រូបង្វឹករបស់ Michael Mancetti លោក Pep Guardiola បាននិយាយថាបើកីឡាកររូបណាមិនជឿជាក់ថានឹង comeback ត្រឡប់មកវិញទេឲ្យទៅផ្ទះរៀងខ្លួនចុះលោកបាននិយាយចំថាលោកនឹង comeback ក្នុងការប្រកួតរបស់ Real Madrid ប៉ះជាមួយនឹងក្រុម Michael Mancetti នៅថ្ងៃស្អែកនេះតែម្ដងបងបាទដោយសារជើងទី1បានចាញ់ទៅលើ Real Madrid 3-0 ដោយកីឡាករ Real Madrid ពិតជាធ្វើបានល្អណាស់បងប្អូនបាទទាំងកីឡាករ Real Madrid បានរបួសច្រើនដែរប៉ុន្តែនៅតែរក្សាជំហរបានល្អណាស់បងប្អូនបាទហើយចាំមើលយប់នេះបងប្អូនបាទលោក Pep Guardiola បាននិយាយថាខ្លួននឹង comeback ត្រឡប់មកវិញនឹងស្ដារកិត្តិយសបាទក្រុមឲ្យត្រឡប់មកវិញក្នុងការប្រកួតនៅរាត្រីនេះក្នុងទឹកដីរបស់ខ្លួនអាចផងដែរបាទគាត់ជឿថាអាចនឹងយកឈ្នះបាទ Real Madrid នៅក្នុងទឹកដីរបស់ខ្លួនឯងក្នុងពានរង្វាន់ UCL ផងដែរបាទហើយលោកបាននិយាយថាកីឡាកររូបណាក៏ឲ្យតែមិនជឿជាក់សូមត្រឡប់ទៅដេកផ្ទះរបស់អ្នកវិញចុះបងប្អូនយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់គ្រូបង្វឹកក៏Pep Guardiola បាទអេដមីនគិតថាភាគរយរៀលនៅតែអាចរក្សាទម្រង់លេងបានដដែលបងប្អូនបាទដោយសារតែអេដមីនគិតថារៀលទោះជាលេងនៅក្នុងទឹកដីរបស់ Michael Mancetti ប៉ុន្តែ Michael Mancetti មួយរយៈនេះបងប្អូនបាទប្រហែលប្រកួតចុងក្រោយនេះមិនសូវធ្វើបានល្អទេបងប្អូនបាទចុះចង់បានព័ត៌មានថ្មីៗកុំភ្លេចចុចទៅ bio TikTok របស់ admin ឬក៏ D caption នៅលើ Facebook page ចូលទៅក្នុងក្រុមបងប្អូនរបស់ admin ធ្វើព័ត៌មានថ្មីៗចែកជូនបងប្អូនលេងកំសាន្តទាំងគ្នា100គូបាល់ admin តម្លាក់នៅក្នុងក្រុមបងប្អូនតែតោះអរគុណច្រើន